មើលទៅពិបាកភ្នែកពេកលោកស្រីត្រីដាណាចេញសារនិយាយដល់ករណីរបស់អ្នកនាងលប៊ីយ៉ាប្រិមិត្តជាទីមេត្រីនៅក្នុងរយៈពេលប្រហែលថ្ងៃនេះគឺមាននៃការចែករំលែកនៅរូបភាពរបស់អ្នកនាងឆេងស្រីរតដែលគ្រប់គ្នាស្គាល់ថាលប៊ីយ៉ានៅលើបណ្ដាញសង្គមហើយក៏បានធ្វើឲ្យបងប្អូនមហាជនជាច្រើនមានការលើកឡើងថាអ្នកនាងលប៊ីយ៉ាគឺត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយប៉ុន្តែដោយឡែកវិញនោះឃើញថារូបភាពដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គមនោះគឺជារូបភាពរបស់អ្នកនាងលប៊ីយ៉ាដែលត្រូវបានមន្ត្រីអនុរិយពន្ធនាគារបានធ្វើការនាំគាត់ចេញមកខាងក្រៅដើម្បីពិនិត្យសុខភាពរបស់អ្នកនាងនិងកូនដែលនៅក្នុងផ្ទៃតែប៉ុណ្ណោះជាការពិតគិតមកដល់ត្រឹមថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នេះអ្នកនាងលប៊ីយ៉ាគឺមិនទាន់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅឡើយទេប៉ុន្តែយ៉ាងណាមិញនោះក្រោយពីដឹងដំណឹងថាអ្នកនាងលប៊ីយ៉ាត្រូវជាប់ពន្ធនាគារទាំងកំពុងមានផ្ទៃពោះបែបនេះគឺបានធ្វើឲ្យបងប្អូនមហាជនជាច្រើននៅលើបណ្ដាញសង្គមជាពិសេសបានសម្ដែងនៅក្តីអាណិតអាសូរទៅដល់អ្នកនាងលប៊ីយ៉ាជាស្ដែងនោះលោកស្រីត្រីដាណាក៏បានshareនៅផុសរបស់លោកហេងគឹមហៀងដែលត្រូវជាស្វាមីរបស់អ្នកនាងលប៊ីយ៉ាដែលលោកបានបង្ហាញពីអារម្មណ៍ខូចចិត្តព្រោះតែឃើញនៅរូបភាពភរិយារបស់លោកគឺស្ថិតនៅក្នុងសភាពគួរឲ្យអាណិតដែលរឿងនេះគឺបានធ្វើឲ្យលោកស្រីត្រីដាណាបានពោលទាំងហួសចិត្តនិងជូនពរទៅអ្នកនាងលប៊ីយ៉ាថាសង្គមមួយនេះគួរឲ្យខ្លាចណាស់មនុស្សខ្លះចាំតែហៃអើបើសរសើរតលតែមនុស្សជោតែបើជន់ដល់បាតកម្មពៀមានពិតមិនចាំចិត្តក្រោយសូមឲ្យបងស្រីនិងកូនមានសុខភាពល្អបាទប្រិមិត្តអញ្ចឹងនេះគឺជាសម្ដីរបស់លោកស្រីត្រីដាណាដោយសារតែគាត់មើលទៅគឺគាត់អាណិតផងដែរតាក់ទងទៅនឹងរូបភាពរបស់អ្នកនាងលប៊ីយ៉ាហើយជាពិសេសគឺគាត់គិតទៅដល់សម័យបច្ចុប្បន្ននៅពេលដែលឃើញបុគ្គលណាម្នាក់ឡើងគឺគេនាំគ្នាបញ្ជោរហូតដល់តែមនុស្សនោះអាចនឹងស៊ីជោបាទចូលលើខ្លួនឯងអីចឹងទៅប៉ុន្តែបើសិនជាឃើញមនុស្សនោះធ្លាក់វិញបាទជួបបញ្ហាអីវិញគឺមិនមែនប្រឹងគោះលើកឡើងដើម្បីជួយទេគឺមានតែជន់ថែមបាទហើយក្នុងនោះផងដែរលោកស្រីក៏បានធ្វើការជូនពរទៅដល់អ្នកនាងលប៊ីយ៉ាជាមួយនឹងកូននៅក្នុងផ្ទៃឲ្យមានសុខភាពល្អបាទប្រិមិត្តតាមពិតទៅតាក់ទងទៅនឹងរូបភាពរបស់អ្នកនាងលប៊ីយ៉ានៅក្នុងសភាពសម្លៀកបំពាក់របស់អ្នកជាប់ពន្ធនាគារហើយត្រូវបានយកមកចែកចាយនៅលើបណ្ដាញសង្គមនេះតាមពិតទៅវាមិនមែនជារឿងត្រឹមត្រូវទេហើយចំពោះរូបភាពដែលបានកើតឡើងនេះគឺដោយសារតែនៅពេលនោះគឺមន្ត្រីអនុរិយពន្ធនាគារបាននាំអ្នកនាងលប៊ីយ៉ាទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យដោយសារតែមានការអនុញ្ញាតពីតុលាការហើយសមត្ថកិច្ចក៏បានដឹងថាក្រោយពីមានការចាប់ខ្លួនរបស់អ្នកនាងលប៊ីយ៉ាបានមួយសប្តាហ៍ទើបដឹងថាគាត់មានផ្ទៃពោះបាទហើយបើនិយាយទៅដល់អ្នកនាងលប៊ីយ៉ាគឺមុនពេលដែលមានការខាត់ខ្លួនឃើញថាអ្នកនាងលប៊ីយ៉ាក៏មិនបានប្រាប់ឬក៏បង្ហាញនៅសញ្ញាណាមួយថាអ្នកនាងកំពុងមានផ្ទៃពោះផងដែរនៅពេលនោះទើបតែមកដល់ពេលនេះមានរយៈពេលជាង7ខែហើយទើបដឹងដោយសារតែខាងមន្ត្រីពន្ធនាគារយកគាត់ទៅពិនិត្យសុខភាពហើយក៏បានឃើញថាគាត់កំពុងពោះកូនភ្លោះ